อินชาญวีรกูลนายกรัฐมนตรีและรัฐมนตรีว่าการกระทรวงมหาดไทย សាព័ត៌មានថៃเดเนซันបានចុះផ្សាយនៅថ្ងៃទី30 ខែកញ្ញាដោយដកស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃលោកអនុทิនឆៃវរៈគុលដែលលើកឡើងថារដ្ឋាភិបាលរបស់លោកគ្រោងធ្វើប្រជាមតិជាតិមួយដើម្បីឲ្យពលរដ្ឋថៃជាអ្នកសម្រេចតើគូលុបចោលអនុសារណៈយោគយល់គ្នាឬ MOU ឆ្នាំ2000ស្ដីពីការវាស់វែងព្រំដែនគោកនិងឆ្នាំ2001ស្ដីពីតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាដែរឬទេលោកបន្តថាគម្រោងធ្វើប្រជាមតិលុបចោលអនុសារណៈទាំងពីរនេះដោយសារតែមិនបានជួយការពារកុំឲ្យកើតមានចំនួនព្រំដែនជាមួយកម្ពុជាហើយថាការធ្វើប្រជាមតិនោះនឹងធ្វើអំឡុងពេលបោះឆ្នោតជាតិរបស់ថៃនាពេលខាងមុខនេះទោះយ៉ាងណារដ្ឋាភិបាលកម្ពុជាតែងលើកឡើងថាការកាត់ឡើងចំនួនព្រំដែននៃប្រទេសទាំងពីរដោយសារតែប្រទេសថៃបន្តប្រើប្រាស់ផែនទីគូសដោយឯកតោភាគីខ្នាត1/50,000ហើយបំពានលើអនុសារណៈយោគយល់